សូមអនុមោទនាពរថ្ងៃនេះជាថ្ងៃប្រកបដោយអាហារខត្រឹកអតិកធម្មដែលឧបាសិកាសុកណារារួមជាមួយនឹងញាតិពធដែលនៅរាជធានីភ្នំពេញបានធ្វើសេចក្តីអនុគ្រោះចំពោះសាមណេរតូចនៅវត្តឧច្រាក៏បានចាត់ចែងនៅសុបដើម្បីប្រគេនព្រះសង្ឃព្រឹកនេះក្នុងនាមបច្ចៈអធិការក៏សូមគ្រប់ថ្លែងអំណរអគុណដល់ញោមហើយក៏សូមញាតិពុទ្ធបរិស័ទត្រេកអរជាមួយនឹងញោមម្ចាស់សទ្ធាផងដែរព្រោះនេះជាសកម្មភាពដែលព្រះសង្ឃសាមណេរតូចព្រះអង្គនិមន្តទៅឆាន់ទទួលផុតនៅពេលព្រឹកសុបដែលឧបាសិកាសុកណារារួមជាមួយនឹងញាតិពធបានចាត់ចែងធ្វើប្រគេនចំបានពួរហើយក្នុងនាមបច្ចៈអធិការវត្តក៏សូមគោរពថ្លែងអំណរអគុណយ៉ាងពន្លឹកយ៉ាងក្រៃលែងចំពោះសិទ្ធិចិត្តថ្លារបស់ពុទ្ធបរិស័ទមិនថាសពុទ្ធបរិស័ទមិនថាឧបាសិកាសុកណារាឬក៏ពុទ្ធបរិស័ទផ្សេងៗទេដែលតែងតែយកចិត្តទុកដាក់ក៏ដូចជាតែងតែអនុគ្រោះចំពោះព្រះសង្ឃវត្តសន្តិមារាភវរច្រាខេត្តបៃលិនហើយក្នុងទៀតសតខ្ញុំគណៈអាត្មាភាពចម្រើនពរជំរាបជូនដល់ញាតិញោមពុទ្ធបរិស័ទផងដែរព្រះសង្ឃទាំងអស់នេះមានចំនួន70ព្រះអង្គក្មេង10នាក់ចម្រើនពរហើយព្រះសង្ឃទាំងអស់នេះគឺសប្តាហ៍ថ្ងៃគឺព្រះអង្គសិក្សារៀនសូត្រនៅសាលាពុទ្ធកបឋមសិក្សានៅក្នុងវត្តតែម្ដងការសិក្សារៀនសូត្រនេះគឺយើងមាន4ថ្នាក់ថ្នាក់ទី1 2ថ្នាក់ថ្នាក់ទី1 2មួយថ្នាក់ថ្នាក់ទី3មួយថ្នាក់ចម្រើនពរគេសូមត្រេកអរអនុមោទនាចេះថ្លាណាស់ញោមក៏នឹកឃើញពីសកម្មភាពការនិមន្តរបស់ព្រះអង្គក៏យើងដែលជាអ្នកតាមដាននៅវីដេអូនេះជ្រះថ្លាជាមួយនឹងសប្បុរសជនក៏ដូចជាម្ចាស់ទានផងដែរ